Ba mình chongឲ្យខ្លួនឯងគ្មានតម្លៃណាសម្រាប់បណ្ណារីអាចមកស្ដាប់คลิปនេះបានពីមុនខ្ញុំមានសេរីភាពនៅក្នុងការធ្វើកិច្ចការងារធ្វើអាជីវកម្មហើយខ្ញុំអត់សូវខ្វល់ខ្វាយរឿងមើលថែផ្ទះមើលថែកូនគ្រួសារដោយសារមានឪពុកម្ដាយចាក៏ដូចជាអ្នកដែលគាត់ជួយកិច្ចការងារផ្ទះនៅចាំជួយអញ្ចឹងខ្ញុំបដោតតែទៅលើកិច្ចការប៉ុន្តែនៅក្នុងដំណាក់កាលមួយដែលប៉ាម៉ាក់គាត់អត់អាចបន្តនៅជួយបានហើយយើងក៏អត់មានអ្នកជួយធ្វើកិច្ចការងារផ្ទះពេលហ្នឹងគឺជាដំណាក់កាលមួយដែលពិបាកក្នុងការទទួលយកមែនតែនភ្លាមដែលយើងសម្រាប់ខ្ញុំផ្ទាល់ធ្លាប់តែមានសេរីភាពនៅក្នុងការដើរហើរធ្វើកិច្ចការងារដែលខ្លួនឯងចង់ធ្វើហើយលះនៅក្នុងការសម្រេចចិត្តមិនថាការធ្វើអាជីវកម្មការធ្វើកិច្ចការងារណាមួយអញ្ចឹងស្របពេលនឹងដែរគឺអាការសម្របខ្លួនហ្នឹងគឺត្រូវការពេលវេលាខ្លាំងមែនតើខ្ញុំចាប់ផ្ដើមរៀបចំពេលវេលានៅក្នុងការធ្វើកិច្ចការងារប្រចាំថ្ងៃពីព្រឹកដល់យប់ខ្ញុំត្រូវធ្វើអីអ្វីដែលខ្ញុំឲ្យភាពសំខាន់មុនគេដូចជាការរៀបចំខ្លួនការហាត់ប្រាណការអានសភៅអញ្ចឹងខ្ញុំលៃលោកត្រូវក្រោកម៉ោងណាហើយខ្ញុំក៏ត្រូវតែលៃលោកធ្វើម៉េចឲ្យខ្លួនឯងនៅតែអាចធ្វើអាជីវកម្មបានអញ្ចឹងខ្ញុំអត់អាចបោះបង់ខ្លួនឯងចោលអញ្ចឹងអ្វីដែលខ្ញុំស្វែងគឺការធ្វើអនឡាញហើយនៅពេលដែលខ្ញុំបន្ថែមនៅជំនាញអនឡាញដែលខ្ញុំអាចរៀនចេះថតវីដេអូរៀនចេះកាត់តវីដេអូហើយខ្ញុំអាច live បានពេលនោះគឺខ្ញុំអាចនៅតែភ្ជាប់កិច្ចការងារដែលខ្ញុំស្រឡាញ់គឺការលក់ផ្ទះដីអគារអចលនទ្រព្យហ្នឹងតំណភ្ញៀវនៅតែទទួលបានទ្រព្យផ្ទះដីអគារដែលភ្ញៀវផ្ញើលក់ហើយជារឿងល្អមួយមែនតើអញ្ចឹងទន្ទឹមនឹងកិច្ចការងារអនឡាញនេះខ្ញុំក៏មើលឃើញថាវាជាឱកាសមួយដែលខ្ញុំអាចបង្កើនចំណូលតាមរយៈការលក់ទៅលើផលិតផលចាក៏ដូចជាការអានគីបហើយជាមួយនឹងការបរៀនមិនថាជាការធ្វើคลิปវីដេអូមិនថាជាការលក់ទៅលើផលិតផលដែលយើងអាចមានពេលវេលានៅផ្ទះមើលកូនថែផ្ទះថែគ្រួសារហើយក៏នៅតែអាចបង្កើនចំណូលបានទៀតអញ្ចឹងអ្នកដែលគាត់ធ្លាប់តែមានសេរីភាពហើយត្រឡប់មកជាស្ត្រីមេផ្ទះវិញដូចជាខ្ញុំហើយអ្នកដែលគាត់ជាស្ត្រីមេផ្ទះស្រាប់ប៉ុន្តែគាត់មានអារម្មណ៍ថាខ្លួនឯងអត់មានតម្លៃចាអាចមើលคลิปវីដេអូនេះហើយចាផ្ដល់ជាកម្លាំងចិត្តឲ្យខ្លួនឯងចាត្រឡប់មកគិតវិញថាយើងនៅផ្ទះយើងក៏អាចរលួយបានដែរឲ្យតែយើងរៀបចំពេលវេលាត្រូវឲ្យតែយើងដឹងថាយើងស្រឡាញ់និងចូលចិត្តអីយើងរៀនជំនាញចាការ live ឬក៏អាចថាថតវីដេអូហើយចេះកាត់តវីដេអូពេលនោះបងប្អូនទាំងអស់គ្នាប្រកាសជាមានអារម្មណ៍ថាជីវិតពិតជាមានន័យខ្លាំងណាស់ជាស្ត្រីមេផ្ទះជាម្ដាយជាប្រពន្ធដែលថែគ្រួសារហើយអាចជួយទៅដល់មនុស្សផ្សេងទៀតតាមរយៈคลิปវីដេអូយើងឬក៏អាចរកចំណូលបានចាតាមរយៈអនឡាញអញ្ចឹងคลิปវីដេអូនេះរៀងវែងតិចប៉ុន្តែខ្ញុំសង្ឃឹមថាវាល្អនិងជាកម្លាំងចិត្តទៅដល់បងប្អូនដែលគាត់ជាប់គាំងដូចខ្ញុំពីមុនហើយឥឡូវគឺយើងអាចមានសេរីភាពនៅក្នុងការធ្វើអ្វីដែលខ្លួនឯងស្រឡាញ់តែយើងផ្លាស់ប្ដូរមកធ្វើតាមរយៈអនឡាញជួបគ្នានៅក្នុងคลิปវីដេអូក្រោយពីនាងខ្ញុំរស្មី